Bà số đấy anh ấy nhầm prapi là bị chụp camera mà cần tu sắp đại phần dưỡng bà từ bốn láng dương download camera thì Monisson ní bà download cho được không tu sắp đại phần dưỡng nữa nè hayចំណុចបន្តមកទៀតយើងបើក Wi-Fi នៅក្នុងកាមេរ៉ារបស់យើងយើងចុចប៊ូតុងមួយនេះប៊ូតុងមួយហ្នឹងណាប៊ូតុងមួយហ្នឹងចុចបើកក៏ប៊ូតុងមួយហ្នឹងចុចបិទក៏ប៊ូតុងមួយហ្នឹងអញ្ចឹងយើងចុចវាជាប់ទៅបាទចុចជាប់ចឹងហើយនេះបើក Wi-Fi ហើយអញ្ចឹងយើងចូលមកកាន់ទូរស័ព្ទដៃរបស់យើងវិញយើងបើកកម្មវិធីដែលតឡើងមិញហ្នឹងណា agree អូខេបន្ទាប់មកទៀតយើងចុចពាក្យថា add camera អូខេ allow បន្ទាប់មកទៀតជាពាក្យ next អូខេ allow connect ទៅ Wi-Fi បន្ទាប់មកទៀតយើងមើលឈ្មោះ Wi-Fi កាមេរ៉ាយើងហ្នឹងនេះមួយនេះបាទ password ផងវាគឺពីលេខ1ដល់លេខ8បាទនេះយើងមើលនៅក្នុងកាមេរ៉ានោះពីលេខ1ដល់លេខ8អញ្ចឹងយើងវាយទៅ1 2 3 4 5 6 7 8ជាប់អូខេនៅពេលដែលវាភ្ជាប់ហើយយើងថយក្រោយបាទនេះយើងភ្ជាប់បានហើយនេះបើយើងចង់ដូរកាមេរ៉ាដូរលើទូរស័ព្ទដៃរបស់យើងចុចសញ្ញានេះសញ្ញាហ្នឹងណាបាទនេះកាមេរ៉ាខាងមុខនេះខាងមុខនេះបាទនេះចុចចូលវិញបាទនេះវីដេអូចឹងខ្ញុំមកបានដាក់កាមេរ៉ាមួយទៀតទេកាមេរ៉ាថតខាងក្រោយដោយសារតែយើងដាក់ទៅឲ្យលើខ្សែវាញ៉ៃញ៉ៃអញ្ចឹងយើងចង់មើលវីដេអូឬក៏រូបភាពដែលថតនៅក្នុងកាមេរ៉ាហ្នឹងយើងចូលកន្លែងនេះកាមេរ៉ា file អូខេ allow all ហើយយើងចុចមើលវីដេអូណាដែលថតហ្នឹងនេះហើយយើងអាច download បានទៀតបាទយើងគ្រាន់ចុច download ទៅវា download វីដេអូពីកាមេរ៉ាហ្នឹងចូលក្នុងទូរស័ព្ទដៃរបស់យើងហើយយើងថយវិញហើយតើតើនឹង Siri function Siri អីមួយចំនួនហ្នឹងយើងគ្រាន់ចូលក្នុងកាមេរ៉ា setting ម្ដងទៀតនេះចូលក្នុងកាមេរ៉ា setting នេះពីចំណុចដែលយើងត្រូវមើលគឺយើងមើល video solution នេះបាទ Full HD ហើយខាងក្រោម loop record នេះគឺយើងយក3នាទីយើងយក3នាទីហ្នឹងបានន័យថានៅពេលដែលវីដេអូនៅក្នុងកាមេរ៉ាហ្នឹងវាថតបាន3នាទីវា save ទុកម្ដង3នាទី save ទុកម្ដងអញ្ចឹងទៅយើងងាយស្រួលរកអញ្ចឹងណាហ្នឹងហើយថយក្រោយវិញទៅហ្នឹងហើយមានតែប៉ុណ្្នឹងឯងហើយបើយើងចង់ផ្ដាច់វិញយើងគ្រាន់តែចុចប៊ូតុងមិញហ្នឹងនេះប៊ូតុងនេះចុចជាប់ទៅវាដាច់វិញហើយបាទនេះដាច់ហើយអូខេវីដេអូខ្ញុំមានប៉ុណ្្នឹងឯងអរគុណ